រិតណាចាប់ចម្រិតអ្នកនាងតូចនោះអីយើងគ្មានទេមានរឿងអីណាលោកប្រុសលោកស្រីតែចឹងទៅណាអូតើរបស់ខ្ញុំគេនៅទីពេទ្យមែនទេគឺបងច័ន្ទគាត់ស្លាប់ហើយលោកពូអ្នកមីងគឺវាជាអ្នកសម្លាប់បងច័ន្ទនាងម៉ៃអត់ទេលោកប្រុសលោកស្រីចាប់វាយកទៅឲ្យប៉លីសរសជាតិថ្មីហឹលពីឡាក់គីមាន់ខ្លាំងឡាក់គីរសជាតិមីហៅកូរ៉េឈ្ងុយឆ្ងាញ់ប្លែកមាត់រសជាតិហឹលបែបមីកូរ៉េនិងមានបរិមាណច្រើនជាងមុន 60% មាន់ភ្លើងឡាក់គីអាចញ៉ាំលេងក៏បានញ៉ាំជាមួយមីញ៉ាំជាមួយបបរឬក៏បាយញ៉ាំបែបណាក៏ឆ្ងាញ់ជាពិសេសយកខ្លែងលេងជុំគ្នាធានាថាឆ្ងាញ់ជក់មាត់ត្រូវចិត្តគ្រប់គ្នាមាន់ភ្លើងឡាក់គីត្រូវបានទទួលស្គាល់ដោយស្តង់ដារចំណីអាហារអន្តរជាតិផ្ដល់សមត្ថភាពខ្ពស់ដល់អ្នកញ៉ាំអាចរកទិញបាននៅគ្រប់ទីផ្សារឬក៏តុបចំហួយក្បែរផ្ទះបថយពួកគេច្បាស់ជាមានរឿងលាក់បាំងជាមិនខានទេតែខ្ញុំត្រូវធ្វើម៉េចទៅបានជប់ច័ន្ទទៅនេះបងម៉ាលីបងខ្លាំងសំឡាងអីបានជួបអ្នកទាំងពីរហើយមិញនឹងម៉ាលីតាណាហ្នឹងមីងហើយនឹងនាងម៉ាលីមកវត្តដើម្បីស្រែកទឹកឲ្យអស់ចង្រៃហ្នឹងណាអញមិនបានលួចលុយអ្នកនាងតូចផងមកចោតប្រកាន់ជីពិសេសមីកំបីហ្នឹងហ្មងអ្នកផ្សេងចោតប្រកាន់មីងមិនសូវខឹងទេតែនេះសាច់ឈាមខ្លួនឯងចោតប្រកាន់មីងខឹងហ្មងហើយចោតបងខ្លាំងឯងជឿថាពួកខ្ញុំអ្នកលួចលុយអ្នកនាងតូចអត់រឿងនេះខ្ញុំមិនដឹងទេអូយមិនបានខ្លាញ់មិនដឹងចឹងអូមានន័យថាបងខ្លាំងឯងជឿពួកគេមែនទេខ្ញុំហ៊ានស្បត់តែខ្ញុំមិនបានលួចទេមីងក៏ចឹងដែរអូយខ្ញុំនិយាយមិនដឹងហ្នឹងណាមិនមែនមានន័យថាខ្ញុំជឿពួកគេថាអ្នកទាំងពីរលួចនោះទេអូពិតមែនទេអ្នកទាំងពីរដឹងទេថាច័ន្ទពេលនេះកំពុងតែជឿធ្ងន់ធ្ងរខ្លាំងណាស់ពិតមែនទេបងខ្លាំងហើយអ្នកនាងតូចក៏ជឿអីដែរអាការៈច័ន្ទពេលនេះវិញមាត់វិញក៏និយាយអីក៏មិនកើតដែរពួកគេប្រាប់ថាច័ន្ទខ្យល់កោខ្ញុំចង់យកច័ន្ទទៅពេទ្យក៏ពួកគេមិនឲ្យយកទៅដែរហើយមិញនេះខ្ញុំចង់ឡើងទៅមើលច័ន្ទក៏ពួកគេមិនឲ្យឡើងខ្ញុំជឿថាពួកគេមានរឿងលាក់បាំងជាមិនខាននោះទេច្បាស់ណាស់ថាពួកវាដាក់ថាអ្នកនាងតូចតើពួកយើងទៅជួយអ្នកនាងតូចជួយយ៉ាងម៉េចពីព្រោះថាពួកគេមិនឲ្យយើងឡើងលើផ្ទះនោះទេហើយបើប្តឹងប៉ូលីសក៏ពិបាកដែរពីព្រោះថាយើងគ្មានភស្តុតាងចាំយើងជួយអូគឺពួកមិញទេហើយជួយយ៉ាងម៉េចទៅយើងសម្រុកឡើងលើផ្ទះជួយមនុស្សទៅពួកមិញហ៊ានដែរប្រកាសជាបានព្រោះប្រឡងខ្មៅល្មមមកមិនហ៊ានជាមួយគាត់ទេបាទដើម្បីពួកគាត់ខ្លាំងណាស់ហេតុអីបានជាពួកមិញចង់ជួយព្រោះចង់លុបលាកំហុសដែលធ្លាប់ធ្វើខុសដាក់ពីភ្នោក៏មកកុំនិយាយច្រើនអើនិយាយចឹងផ្ទះនឹងភ្នោណៃណាផ្ទះរបស់ច័ន្ទដែរណោអូណៃណោខំដើរទៅណោមកអាយយដឹកដៃគ្នាទៀតស្លាញ់គ្នាដល់ហើយណាមកនឹងមែនផ្ទះនឹងភ្នោក៏ចាហ្នឹងហើយអើមកឡើងមកតាអេណៃពួកឯងនេះនាំនេះចង់ទៅណាហ៎ពួកយើងចង់ឡើងទៅមើលអ្នកនាងតូចព្រោះឮថាគាត់ឈឺមិនបានយើពួកមីមេចៅគេដេញក្បាលចេញពីផ្ទះហ្នឹងនៅមានមកផ្ទះគេទៀតនៅទីនេះមិនស្វាគមន៍ពួកថ្ងៃទេនាំនេះចេញទៅវិញហ៎នរណាគេហ្នឹងហ៎កាជះគេហ្នឹងណាច្បាប់កាជះគេក៏ខ្លាំងដៃស្បើម៉េចបានតែប៉ះអញដែរនេះនាងម៉ាយ៉ាឲ្យយើងឡើងទៅសួរសុខទុក្ខអ្នកនាងតូចតិចមកណាយើងមើលហើយយើងទៅវិញហើយតោះយើងឈប់ណែទីនេះគឺជាផ្សារលក់ត្រីមែនទេបានពួកឯងចង់ទៅក៏ទៅចង់មកក៏មកឆាប់ទៅវិញបើហ៊ាននៅតែញ៉ៃទៀតយើងនឹងប្តឹងប៉ូលីសឲ្យចាប់ពួកឯងដាក់គុកអីចាប់ក្បាលនឹងឯងនឹងដាក់គុកក៏ព្រោះអញសង្ស័យថាពីរអ្នកឯងនេះផ្សំកំណត់គ្នាចាប់ចម្រិតមនុស្សណែមីកាចាកុំនិយាយតែផ្ដាស់យើងចាប់ចម្រិតអ្នកណាចាប់ចម្រិតអ្នកនាងតូចនោះអីយើងគ្មានទេបើពួកឯងស្អាតស្អំឲ្យយើងឡើងទៅមើលច័ន្ទទៅកុំខត់ពីយើងអីបានទេអ្នកចម្រិតត្រូវការសម្រាប់មិនអាចចូលមកប្រាប់ដល់បានទេនាំតែរំខានទៅវិញពួកយើងមិនបានរំខានច័ន្ទនោះទេក៏ប៉ុន្តែថ្ងៃនេះបើសិនជាពួកយើងមិនបានឡើងទៅមើលច័ន្ទណាយើងមិនត្រង់ចិត្តខាតមែនហើយបាទយើងមកភ្លេចឡើងអត់ឲ្យឡើងទេមកណាមិនឲ្យឡើងទេឡើងអត់ទេមានរឿងអីហ្នឹងអត់អីក៏ញ៉ៃនៅមុខផ្ទះខ្ញុំម្ល៉េះលោកប្រុសលោកស្រីខ្ញុំសួរថាមានរឿងអីហេតុអីក៏គ្មានអ្នកណាឆ្លើយអញ្ចឹងគឺពួកវាមកអុកឡុកនៅផ្ទះរបស់យើងលោកពួកនេះមីប៉ិតមែនហើយលោកប្រុសលោកស្រីគឺពួកវាមកអុកឡុកពួកខ្ញុំមិនបានមកអុកឡុកទេលោកប្រុសលោកស្រីមែនហើយគឺខ្ញុំមកសួរសុខទុក្ខអ្នកនាងតូចក៏ប៉ុន្តែពួកគេមិនឲ្យខ្ញុំចូលទេថាម៉េចមិនឲ្យចូលនេះមិញមិននៅថែផ្ទះទេហ៎គឺវាដេញខ្ញុំចេញលោកស្រីតើមានរឿងអីហេតុអីក៏ដេញម៉ៅចេញពីផ្ទះអញ្ចឹងពួកគេចោទថាខ្ញុំនឹងមិនមកលួចលុយក៏ប៉ុន្តែខ្ញុំមិនបានលួចទេអ្នកស្រីមិនបានយកយ៉ាងម៉េចអ្នកណាក៏ឃើញដែរថាលុយនោះគឺនៅក្នុងបន្ទប់របស់ឯងជាល្បីបាត់យ៉ាងឯងបានហើយឈប់កាច់គ្នាទៅខ្ញុំចង់ទៅមើលកូនរបស់ខ្ញុំចង់ដឹងថាអាការៈជំងឺរបស់នាងយ៉ាងម៉េចទៅហើយជប់សិនលោកពូគឺថាពេលនេះបងច័ន្ទគាត់មិននៅទេមិននៅតែចឹងគេទៅណាអូតើរបស់ខ្ញុំគេនៅទីពេទ្យមែនទេអត់ទេគឺបងច័ន្ទគាត់ស្លាប់ហើយលោកពូអ្នកមីងថាម៉េចកូនខ្ញុំស្លាប់អត់ទេមិនទៅទេហេតុអីក៏គ្មានអ្នកណាគេប្រាប់ខ្ញុំថាអញ្ចឹងនេះឯងក៏ហើយយើងមែនទេ
នឹងមិន តែមិនប៉ុន្តែលោកស្រីឌីងនួនហេតុអីកាយទម្លាក់កំហុសមកលើយើងហេតុអីអត់ទេលោកពូអ្នកមីងកុំជឿវាខ្ញុំមានផាតាំងនេះ នឹងមិន អត់ទេលោកពូលោកស្រីខ្ញុំមិនបានមានបំណងធ្វើចឹងទេគេឌីងនួនវាជាអ្នកបញ្ជាខ្ញុំធ្វើតាមវាទេលោកពូលោកស្រីមិនមកចិត្តមកឲ្យនៅបកាយទៀតណា បានហើយឈប់និយាយទៅចាប់វាយកទៅឲ្យប៉ូលីស ឈប់សិនលោកប៉ាអ្នកម៉ាក់កុំធ្វើឲ្យបងម៉ៃអីអ្នកនាងតើមកចាប់ពេលល្អណាស់អ្នកនាងកូនច័ន្ទយ៉ាងម៉េចនាងឯងភ្ញាក់ផ្អើលមែនទេកូនច័ន្ទនេះកូនមិនអីទេហ៎កូនមិនអីទេអ្នកម៉ាក់ ក្រាញ់កូនខ្យល់គោវិចមុខវិចមាត់ទេហើយមុននេះនឹងនួនប្រាប់ថានឹងមិនស្លាប់កូនទៀតតើរឿងនេះវាយ៉ាងម៉េចទៅវិញទៅ គ្រប់យ៉ាងណាគ្រាន់តែជាការសម្ដែងរបស់កូនហើយនឹងបំបីតែប៉ុណ្ណោះព្រោះកូនចង់ឲ្យសត្វក្រពើមកបាននោះវាបញ្ចេញសណ្ដានពិតឆ្លាតមែនទេនាងនួនចាំយើងប្រាប់ឯងអ្នកនាងតូចហៅខ្ញុំមកមានការអីដែរខ្ញុំចង់ឲ្យបំបីឯងធ្វើការងារជាសម្ងាត់ឲ្យខ្ញុំមួយការងារជាសម្ងាត់តែជាការងារអីទៅអ្នកនាងតូចគឺខ្ញុំចង់ឲ្យបំបីឯងសើបពីចរិតនួនហើយនឹងហេងតើពួកវាពិតជាកែខ្លួនមែនឬក៏អត់ឬក៏ពួកវាមកក្នុងបំណងអីផ្សេងអូចាអ្នកនាងតូចនេះអ្នកនាងតូចចង់ឲ្យខ្ញុំធ្វើបែបមិនដែរបងមីឯងធ្វើជាចូលចិត្តនួនកាន់ជើងនួនគ្រប់រឿងហើយបង្ហាញអាកប្បកិរិយាស្អប់ខ្ញុំនៅចំពោះមុខនួនអូធ្វើបែបនេះហ៎តែដើម្បីអីទៅអ្នកនាងតូចបើសិនជាវាគ្មានបំណងល្អមកលើខ្ញុំវាប្រកាសជាបញ្ចេញកតុយមកអូចាអ្នកនាងតូចហើយចោមមិញម៉ៅហើយនឹងនេះមលីគួរប្រាប់ឲ្យពួកគាត់ដឹងទេមិនបាច់ប្រាប់ឲ្យពួកគាត់ដឹងទេចាគឺខ្ញុំនឹងខ្លាចជានាងច័ន្ទហើយនាងច័ន្ទនឹងខ្លាចជាខ្មោចអ្នកណាហ្នឹងគឺខ្ញុំអនួនអ្នកនាងតូចនាងនួនហើយនឹងអាហេងណាពួកវាពិតជាមានកម្រិតអាក្រក់មកលើអ្នកនាងតូចពិតមែនណាតើពួកវាបាននិយាយអីគឺវាចង់សម្រាប់អ្នកនាងតូចហើយដណ្ដើមយកអ្វីៗគ្រប់យ៉ាងជារបស់អ្នកនាងតូចមហិច្ឆតារបស់វានោះគឺបន្លំឈ្មោះឯកសារអ្នកនាងតូចដាក់ឈ្មោះវាហើយវាបានទៅរស់នៅសហរដ្ឋអាមេរិកហើយនួននេះឯងលបលន់បៃកាយនេះឯងគិតថាមនុស្សគ្រប់គ្នាសិតតែល្ងងហើយឆ្លាតតែខ្លួនឯងមែនទេបងបីឯងលែងឆាកល្ខោននេះបន្តទៀតចុះណាហើយលែងឲ្យដល់ទីបញ្ចប់ចាអ្នកនាងតូចទុកចិត្តលើបងបីចុះនេះចាន់នេះឯងនេះបើប៉លមែនពួកឯងហ៊ានរួមគ្នាបើយើងផងហ៎ក៏ប៉ុន្តែឯងបានស៊ីថ្នាំប៉លដែលយើងដាក់ឲ្យព្រៀងមាត់វិញក៏ឲ្យទៅហេតុអីក៏មិនអីរឿងថ្នាំប៉លហ្នឹងអីចាំយើងប្រាប់ឯងទៀតឬហានួនល្អលឹកឲ្យស៊ីទៅចានួននាងច័ន្ទណៃមួយកុំស៊ីបូនមកឥឡូវហីនេះនួនមកឥឡូវទៅដុំផងសិនដេកសម័យទៅនឹងនួនចង់ធ្វើបាននាងតូចហ៎នេះកុំអីវ៉ៃក៏ប៉ុន្តែយើងឃើញឯងរុញវាតម្លាក់ទឹកនៅមុខយើងច្បាស់ណាស់ហើយក៏វាមិនងប់នេះឈួតហើយពេលដែលនាងឯងហើយនឹងប្តីនាងឯងដើរចេញផុតហ្នឹងយើងទៅជួយស្រង់នាងតូចឡើងមកលើកោកវិញអ្នកនាងតូចនេះអ្នកនាងតូចមិនអីទេអីមុននេះខ្ញុំដល់ច្រោះដៃខ្ញុំសុំទោសផងណាអ្នកនាងតូចអូយខ្ញុំមិនអីទេបងម៉ៃនាងនួនអើយចឹងតើបានជាយើងឃើញឯងត្រឡប់មកវិញស្ទើរពេញខ្លួនយើងបាត់ជាភ្លើមែនអូយខ្ញុំតន់អាខឹងឯងនាងនួនហើយពីព្រោះថារឿងនេះនាងឯងភ្លើតាំងពីដើមរហូតដល់ចាប់ហ្នឹងអើយមានកាម៉ៃយើងខំសណ្ដោះប្រប្រណីយកឯងមកមើលថានេះបងអូនស្រីតែឯងបែរជាធ្វើចរិតក្រពើដាក់យើងមិននឹកស្មានថាដោយសារតែភាពលោភលន់ណាឯងហ៊ានសម្រាប់យើងសោះអូយបងស្រីលោកលែងឲ្យខ្ញុំម្ដងទៀតទៅណាធ្វើយ៉ាងម៉េចខ្ញុំបានជាខុសហើយលោកលែងខ្ញុំម្ដងទៀតទៅណា
ទោះបីជាកូនស្រីយើងព្រមក៏យើងមិនព្រមដែរព្រោះយើងមិនចង់ឲ្យរឿងកើតឡើងដដែលដូចជាម៉ែរបស់ឯងធ្វើដាក់ម៉ែក្មេករបស់យើងទេចាប់វាទៅ បងចាន់អូយបងចាន់ខ្ញុំនិយាយបងស្រីរបស់បងតាំងពីតូចដល់ធំខ្ញុំធ្វើអីក៏បងចាន់ធ្វើដែរបងចាន់បងចាន់ មិនស្រួលទេអញបាយកៅឲ្យហ្នឹងទៅអី ពេលនេះកូនចៅអញមកជួបជុំគ្នាអស់ហើយក្រោយភ្លៀងមេឃស្រឡះតែអញមិនទៅចាប់ជាតិទេអញនៅចាំនៅផ្ទះនេះរហូត នេះគឺជាបទពិសោធន៍របស់កូនត្រូវចាំមនុស្សខ្លះគួរជួយចាំជួយមិនប្រកាសថាពេលដែលយើងជួយគេហើយគេដឹងគុណយើងនោះទេចាអ្នកម៉ាក់កូននឹងចងចាំអស់មួយជីវិត មើលឯងនេះប្រកែកលាក់រឿងណាយើងខំតែខឹងធ្វើម៉េចបើអ្នកនាងតូចឲ្យលាក់មកយើងត្រូវគ្នាវិញណា